សួស្តីនេះគឺជារបៀបនៃការប្រើប្រាស់ម៉ាស៊ីនកិនអូតូខ្នាតធំនេះខ្នាតធំអានេះហើយកិនលឿនមែនតើទី1និយាយពីការសេរីនេះសេរីអាស្រ័យកាហ្វេម៉ត់ខើមអានេះចំណុចគោលរបស់វានេះចំណុចគោលចង់បានលេខម៉ានចង់បានលេខ2សេរីកាលណាតែយើងសេរីមកលេខតូចវាកាន់តែម៉ត់សេរីមកលេខធំវាកាន់តែខើមណាអញ្ចឹងមុននឹងយើងសេរីទៅយើងនេះយើងប្រវល់នេះសិនប្រវល់នេះសិនហើយបានយើងប្រវល់ទៀតណានិយាយឆ្វេងយើងយកលេខ2ឬក៏យកលេខ1ម៉ត់ខើមទៅតាមតម្រូវការយើងអញ្ចឹងណាយើងសេរីទៅម៉ត់ខើមទៅតាមតម្រូវការយើងឥឡូវថតឲ្យខ្ញុំចង់ឲ្យលេខ2ចង់មកលេខ2យើងសេរីលេខ2ត្រូវហើយយើងមួលអានេះឡុកវិញកុំឲ្យវារេលេខអូខេអានេះគឺផ្នែកនៃការសេរីម៉ាស៊ីនកិនបន្ទាប់ពីយើងសេរីម៉ាស៊ីនកិនហើយយើងចង់ឲ្យម៉ាស៊ីនដំណើរការអញ្ចឹងយើងអាចចាក់អានេះយើងដាក់កន្លមកយើងដាក់កាហ្វេចូលហើយយើងដកឆ្នុកអីធម្មតាអញ្ចឹងណាតែឥឡូវខ្ញុំដកទៅចេញវិញដើម្បីស្រួលមើលកងតាក់វានេះបតុងនេះបតុងមានរុញទៅក្រោយកាលណាទៅរុញទៅក្រោយអាហ្នឹងកិនហើយរុញទៅក្រោយកិនដល់ពេលដែលរុញមកកដាលអាហ្នឹងវាបាត់ដល់ពេលយើងរុញមកខាងមុខវិញរុញមកខាងមុខអាហ្នឹងគឺយើងប្រើវាផ្នែកអូតូបើថាយើងប្រើឲ្យម៉ាស៊ីនហ្នឹងវាដំណើរការអូតូហ្នឹងបែរថាទៅទៀតខ្ញុំប្រាប់អូតូយ៉ាងម៉េចឥឡូវបើសិនតែយើងចុចកិនធម្មតាយើងរុញទៅក្រោយទៅកិនណាសម្លេងកិននេះបើយើងចង់បញ្ឈប់វិញយើងបិទវាវិញបិទទៅទៀតខ្ញុំនិយាយផ្នែកអូតូសិនកិននេះធំកិនលឿននេះទៅកិនលឿនកិនទៅទៀតខ្ញុំនិយាយផ្នែកអូតូនេះផ្នែកនេះឥឡូវយើងនិយាយប៉ុណ្ណឹងសិនទៅទៀតខ្ញុំធ្វើផ្នែកអូតូមួយទៀតតែឥឡូវយើងនិយាយមកផ្នែកអូតូវិញម្ដងអូតូនេះពេលដែលយើងបើកកងតាក់មក LED នេះណា touch screen នេះវាភ្លឺហើយអញ្ចឹងដល់ពេលវាភ្លឺអញ្ចឹងយើងអាចសេរីវាបានហើយមានន័យថាវាមានអានេះ mode របស់វានេះសម្រាប់ពេលយើងចង់ប្រើមួយ shot អានេះយើងចង់ប្រើ2 shot អានេះមួយ shot អានេះ2 shot អញ្ចឹងកាលណាតែយើង select ទៅលើ2 shot នេះវាផ្លែតហ្នឹងបើថាវាជាប់ select ហើយអញ្ចឹងដល់ពេលយើងបិទវិញយើងបើកវិញគឺវានៅជាប់ select អញ្ចឹងដល់ពេលដែលយើងយកដៃឆុងនេះទៅបុកកន្លែងនេះបុកប៉ះចំកន្លែងកងតាក់ហ្នឹងចឹងវាកិនរហូតដល់លេខ0មកវាជប់កិនឬក៏យើងយកដៃឆុងនេះទៅប៉ះកន្លែងនេះបុកទៀតកិនទៀតដល់ពេលអា2 shot នេះវាលោតពីលេខ5ទៅមួយ shot វាលោតពីលេខ 2.5 ទៅអញ្ចឹងមួយ shot ហ្នឹងវាបានសាច់កាហ្វេវាបន្តិចជាងដល់ពេល2 shot វាបានសាច់កាហ្វេយ៉ាងច្រើនជាងប៉ុន្តែយើងក៏អាចសេរីវាបានដែរគឺថាយើងសេរីថាយើងចង់ឲ្យវាលេខ5នេះយើងចង់ឲ្យវាឡើងដល់6ឬក៏7ដើម្បីឲ្យបានម្សៅកាហ្វេច្រើនណាគឺយើងចុចវាជាប់នេះចុចវាជាប់រហូតដល់វាលោតភ្លើងផ្លែអញ្ចឹងបើយើងតម្លើងហើយយើងចុចលេខបូកដាក់6យក6យើងទៅហើយយើងចុចទៅលើប៊ូតុង2 shot ដែរដើម្បី save វាអញ្ចឹងវារត់ពីលេខ6ទៅវិញឃើញទេវារត់ពីលេខ6ទៅបើសិនតែយើងចង់សេរីប៊ូតុងមួយ shot ម្ដងចង់សេរីយកលេខ3អញ្ចឹងទៅវា 2.5 វាតិចពេកអញ្ចឹងយើងបូកបើ
ហើយយើងចុចទៅលើប៊ូតុងបន្សល់វិញដើម្បី save វាឃើញទេឥឡូវយើងប្រើយើងចង់ឲ្យវា stand by mode មកលេខមកពីសតវិញអញ្ចឹងយើងអាចគ្រាន់តែបុកវាមកពីកាត់មកបុកកាន់យកមកអាហ្នឹងតើតើយើងស្រែម៉ត់គ្រើមអីឲ្យហើយសិនអញ្ចឹងណាហើយយើងចង់បានបរិមាណម្សៅកាហ្វេកម្រិតប៉ុណ្ណាបានប្រហែលក្រាមអីយើងស្រែវាឲ្យហើយយើងតេស្តវាឲ្យហើយទៅមកប៉ុណ្ណាមកពេញមកប៉ុណ្ណាមកពេញគឺយើងស្រែលេខវាឲ្យត្រូវហើយចាំយើងចាប់ដើមប្រើយកតែម្ដងវាប្រើវាតែប៉ុណ្្នឹងទេហ្នឹងអរគុណ